ông bị của xa cái này hay miên con mà nè tới pi này ai nhỉ ô tiền ô nô tiền đây ông tay nữa anh lấy từ đó tiền nó ngón tao mà từ đó tiền hạt chọn mưa bà giếng nó được ba nha mà được tao tụi em nít chơi ô nè nó sọc khéo nít chơi cho ban chuột lục ta lục đây nít chơi cho chơi hay quát từ đâu tăng mông mãi ban phân nắng lục ta tăng bị bật máu bay làm sao đang có đói con nãy vô cả bột luôn và mà mơ chơi mà mơ cho công sạch không con ôi muốn không chạy nước cào chong rau việt sấy nè ông nè nè vô bà riêu vậy ông ông cho miếng cơm miếng cháo ấy coi riêu vâng này là rồi lơ tức đấy hay còng đấy hay ông vô từ lụa đó nè môi cây mà vô mà cả lỗ bên đây mà cả lỗ mà thầy pi pon mà cái lỗ pi pon còn rô từ rô tăng pi prek tâm tập mà đi mong chấp phèm mà nghĩ tâm tu mà đo tia vinh thầy miền tập pi nè pi nè đá đây miền côn miền trao được không cha cháu mà lô mà trao đi cái này chăng ông thân anh nhung pram cái lỗ lần ngồi côn mưa thong nè thong cha hay anh ấy chong mang cái lỗ đây phụ pram cái lỗ đây mà cho là climb áp vô climb ngon á lục ta dân công coi dân đập cái lỗ mà phụ tôi bắt thuốc đó tôi rồi mà dân mà đâu ăn cắt tùn ngon nó nhom lợn mà đang từ một ngon à dân một ọt từ ngày nào tới kia nè ăn miên co miên ấy bỏ mình rô mà ngay bạch dạ từ ngày nào tới bom ôn mà đi thả ra đi thật kia mà chạy nói mà đong 5 kg ấy tính thế nè tay nhom ăn miên mau pi thả rót đi nhom mẹ này sụt máy tay nhom nom chùm núi pi thả rót mau dạ ăn co lục ta co đập đâu hay năng chạm ca pi mơn ria đã chia chùm núi được bao lục tu nhà mình ti ăn muối lụcปูôi cháy cây nát lục ốm miền co đập lỗ năng thảm cà pi mơ ria lục ta miền ấy chun tô ba rồi tôi chụp một hàng xe của nhóm trái lục ta hay chun tô ở lục ta dụ quên đây mình làm màn đi cháu ơi học muối hả học vào muối ấy nửa dụ đo cao đâm rồi ba phần nắng ó cháu ai xong chun tô đó nè mình ti ăn muối năng lụcปูôi cháy tri để bám nhà thật ca tạm dẫn nhữngខ្ញុំបានវិចចាប់ជាងកនឹងជូនជាថវិកាក្នុងមួយគ្រួសារទទួលបានថវិកា20000ក៏10គីឡូសូមឲ្យអ្នកមីងលោកពូដែលរស់នៅសហរដ្ឋអាមេរិកឲ្យជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនដូចជាកាក់អីបានច្រើនទេអត់ដាច់ចាជឹងដល់បងប្អូនមកពីសហរដ្ឋទៅបានទៅគេឲ្យចឹងទៅចែកទៅចាបានលោកមុនគេមកចែកបានមុងពេលភួយខ្សែងចាហាញ់កអីអ៊ំមករស់នៅនេះប្រហែលឆ្នាំមកនៅយូរតាំងពីនៅផ្ទះមកនៅផងតាំងពីកៅជាងនៅព្រៃណែនចាតែជីវភាពនៅតាមបាក់ចានៅតាមបាក់នឹងថារោអីហ្នឹងធ្វើអីបើយើងវាអត់ហើយបើអត់បានរោអត់មានលុយទិញកដាក់បានហ្នឹងហើយចានិយាយគាត់ធ្វើទៅនោះគាត់យកចាហ្នឹងហើយក្នុងនាមខ្ញុំជាយុវជនមួយរូបខ្ញុំឃើញអ៊ំឃើញមីងខ្ញុំមានការសង្វាយក្នុងចិត្តហើយខ្ញុំងាកទៅមើលនៅប្រទេសគេជិតខាងទៅប្រទេសថៃប្រទេសគេជួនលឿនគឺអ្វីលោកតាលោកយាយត្រូវទទួលបានការថែទាំពីរដ្ឋហើយចិញ្ចឹមពីរដ្ឋហើយចាដោយសារការលះបង់របស់អ៊ំកាលនៅពីក្មេងអញ្ចឹងណាប៉ុន្តែវាចង្រៃទៅស្រុកខ្មែរដោយសារយើងមានមេដឹកនាំពីចង្រៃចាប
បានធ្វើឲ្យអ្នកស្រុកលោកតាលោកយាយវេទនាអញ្ចឹងហើយបានពួកខ្ញុំខំចោះជាយាមបញ្យល់ប្រជាពលរដ្ឋឲ្យចេះផ្លាស់ប្ដូរមានតែការផ្លាស់ប្ដូរទេទើបធ្វើឲ្យជីវភាពធ្វើឲ្យលោកតាលោកយាយមានរត់គេយកចិត្តទុកដាក់ចាដោយលោកតាលោកយាយអត់មានកូនមានចៅអញ្ចឹងបើប្រទេសយើងប្រទេសខ្មែរយើងជឿនលឿនគឺរត់គេយកត្រូវតែយកចិត្តទុកដាក់ហ្មងចាមានរត់គេចិញ្ចឹមគេមើលថែហើយរហូតដល់ខៃក្រជាផងនេះរាល់ថ្ងៃបើអត់បានដូរកម្លាំងទៅរោខ្ចង់រោខ្ចៅទេគឺដាច់បាយហើយបើនៅសងកអត់ហ៊ានដាំបាយទៀតសុកចិត្តបបរញ៉ាំទៀតខ្លាចវាអស់ចានេះឯងគឺជាទស្សនវិជ្ជាជាក់ស្ដែងភាពជូរចត់រយៈពេលក្រោមការដឹកនាំ30ឆ្នាំជាងរបស់លោកហ៊ុនសែនដែលធ្វើឲ្យប្រជារាស្ត្រខ្មែរកាន់តែក្រីក្រវេទនាទៅហើយក្នុងនាមយើងជាយុវជនខ្មែរយើងត្រូវតែចេះជួយគ្នាឡើងជាពិសេសយើងត្រូវចេះជួយឈឺឆ្អាលដល់អ្នកទុនខ្សោយអ្នកដែលរងគ្រោះទាំងអស់ទោះបីលោកតាលោកយាយដែលគាត់មិនមែនជាសាច់ឈាមរបស់យើងមិនមែនជាឪពុកម្ដាយរបស់យើងតែគាត់ក៏ជាខ្មែរដូចយើងដែរដូច្នេះអ្វីដែលយើងអាចធ្វើទៅបានអ្វីដែលយើងអាចជួយសង្គមបានយើងត្រូវតែជួយនាំគ្នាក្រោកឈរឡើងដើម្បីស្រោចស្រង់ប្រទេសជាតិយើងជួយលោកតាលោកយាយជួយប្រទេសជាតិយើងបើមិនដូច្នោះទេលោកតាលោកយាយនៅស្រុកខ្មែរក៏ដូចជាលោកតាលោកយាយដតីទៀតទាំងអស់ដែលកំពុងតែរងគ្រោះកំពុងតែដង្ហើយហាវឲ្យយុវជនខ្មែរក្រោកឈរចាប់ដៃគ្នាសាមគ្គីគ្នាឡើងដើម្បីបដូររបៀបដឹកនាំដែលដឹកនាំតែងតែមានការផ្ដាច់ការគៀបសង្កត់ធ្វើបាបអ្នកក្រីក្រអ្នកទុនខ្សោយគ្មានកម្លាំងបាយក្នុងការតស៊ូក្នុងការទាមទារសិទ្ធិសេរីភាពមកវិញដូច្នេះមានតែយើងឯងដែលជាយុវជនខ្មែរដែលជាសសរទ្រូងនៃប្រទេសជាតិជាទំពាំងស្នងឫស្សីយើងមិនមែនជាទំពាំងស្ងោជើងជ្រក់ដោយគណៈបកប្រជាជនតែងតែបដោះឲ្យយុវជនមិនគិតអំពីប្រទេសជាតិវង្វក់យុវជនឲ្យភ្លើតភ្លើនវង្វក់យុវជនឲ្យដើរក្នុងផ្លូវខុសតែគណៈបកសង្គ្រោះជាតិនឹងមានវប្បធម៌ថ្មីគឺវប្បធម៌ឲ្យយុវជនចេះទទួលខុសត្រូវចំពោះខ្លួនឯងទទួលខុសត្រូវចំពោះសង្គមគ្រួសារក៏ដូចជាទទួលខុសត្រូវចំពោះសង្គមប្រទេសជាតិយើងទាំងមូលដែរដូច្នេះយើងត្រូវតែគ្រប់គ្រងគណៈបកសង្គ្រោះជាតិមានតែគណៈបកសង្គ្រោះជាតិតែមួយគត់ដែលជាក្តីសង្ឃឹមរបស់ប្រជាជាតិយើងដូច្នេះការដែលយើងចោះមកតាមភូមិពន្យល់ប្រជាពលរដ្ឋឲ្យចេះដឹងសិទ្ធិពន្យល់ប្រជាពលរដ្ឋឲ្យចេះផ្លាស់ប្ដូរគឺជាអត្ថប្រយោជន៍ណាស់ដើម្បីឲ្យមានការផ្លាស់ប្ដូរកាន់តែឆាប់ឡើងកាន់តែលឿនឡើងដើម្បីជួយដល់លោកយាយលោកតាដែលនៅស្រុកខ្មែរយើងសប្ងៃនេះចាសូមអីណាស៊ូរបស់វាចាបានខែអីបងអោបានជិត20ថ្ងៃអូជិត20ថ្ងៃអើយណាបងហ្នឹងឯងកូនបងហ្នឹងអញ្ចឹងកូនខ្ចីនៅឡើយអញ្ចឹងហើយកូនធ្វើអីគេបងធ្វើមហូបកូនប្រុសអីចុះគ្រូសាបងជើងទៅណាគាត់ទៅដាំតឡងដាំនៅណាចាដាំនៅណាចាដាំនៅកូនទីម៉ានបងទី3កូនទី3នៅស្អីទេអូចវៈកូនទី3បងប្អូនតំកៅបាន20ថ្ងៃឡែមអូចវៈហើយខ្ញុំឈ្មោះរ៉ូសែតខ្ញុំបាននាំយកឃើញស្ថានភាពគ្រួសារបងមានជីវភាពរបស់ចឹងហើយក៏បាននាំយកក10គីឡូនៅខាងតា20000រៀលរបស់លោកពូអ៊ុយឆៃត្រីនិងអ្នកមីងទីអាំងមួយដែលរស់នៅសហរដ្ឋអាមេរិកទេបងក្នុងនេះក៏10គីឡូថវិកា20000រៀលចារបស់សម្រាប់ចូលបងត្រីមានអីចាំណគុណទេសូមអរគុណដល់ម្ចាស់ដែលឧបត្ថម្ភមកខ្ញុំសូមឲ្យមានក្តីសុខចាអរគុណច្រើនហើយបងប្អូនទាំងអស់គ្នាអាចមើលពីការរស់នៅជីវភាពខ្វះខាតយ៉ាងម៉េចដែរបងចាអត់នេះខ្ញុំទៅជិះទេតែគាត់នៅខ្វះខាតយ៉ាងម៉េចដែរជីវភាពយើងណាអត់ស្គាល់អីផងគាត់ថាបានមកជុំណាចុះបើយើងអត់រោមួយថ្ងៃអាចដាច់រោមួយថ្ងៃដាច់ចុះបើរោបានបើថាអត់រោទេគឺដាច់ហើយចាស្រាំងទៅបោះដល់ណាធ្វើមិនបោះបងហេទៅចាលឹកគេទៅផ្ទះដែរថ្ងៃនេះខ្ញុំបានមកដល់ផ្ទះអ្នកមីងដែលគាត់មានជីវភាពខ្វះខាតហើយខ្ញុំបាននាំជំនួយមានកតិចតួចណាមីងក៏10គីឡូនិងថវិកា20000រៀលដែលជាជំនួយរបស់លោកពូអ៊ុយឆៃគ្រីនិងអ្នកមីងទាអាំងមួយដែលគាត់បានផ្ញើថវិកាតាមរយៈនាងខ្ញុំឲ្យជួយអ្នកក្រីក្រមីងនៅម៉ានអ្នកផ្ទះហ្នឹងលើនឹង3គ្រួសារអូច្រើនមកចុះឡើងតាមហ្នឹងទៅមួយតាមក្រោយតាមក្រោយតាមនេះក៏អែមនៅ3គ្រួសារអស់ទាំងអស់នេះហ៎
ทางไหนห้องไหม ផ្ទះ3គ្រួសារចាមី20000រៀលថកាបងប្អូនឲ្យមើលតាមចដើមើលផ្ទះអីគាត់ចា បាក់មិនជាហៀងទៅហើយ បាក់មកជំនាញហើយហើយមីមានអីចង់ជូនពោចាប់ប្រោះជូនណាណាចង់តែអំណរគុណឬជូនពោគេជាម្ចាស់អំណោយណា សូមជូនពរទៅបានក្តីសុខក្តីចម្រើនឲ្យបានអាយុវែងធ្វើអីឲ្យកប់ឲ្យបាន ចាអរគុណច្រើនបងប្អូនសប្បុរសជនលោកពូទីអាំងមួយនិងអ្នកមីងទីអាំងមួយនិងលោកពូអ៊ុយឆៃគ្រីមើលជីវភាពការរស់នៅរបស់ពួកគាត់ហើយមើលកម្មចដាលចាហើយឡើងសឹងតែឡើងញឹកបន្តិចអាចបាក់នេះកម្មនេះហើយខ្ញុំទៅណែអស់ហើយនៅក្រៅនឹងសូមបងប្អូនបើបងចង់ជួយអ្នកដែលក្រីក្របងប្អូនអាចផ្ញើថវិកាតាមរយៈនាងខ្ញុំបានដោយមានលេខទូរស័ព្ទ012 213 707 093 52 52 26នាងខ្ញុំជាចៅសង្កាត់រងទី2នៅសង្កាត់អូចាហើយក៏ជាយុវជនគណៈបកសង្គ្រោះជាតិខេត្តបាត់ដំបងផងដែររាល់ជំនួយរាល់ថវិការបស់សប្បុរសជនខ្ញុំនឹងយកមកដល់ដៃជូនដល់បងប្អូនដែលរងគ្រោះសូមអរគុណច្រើន